សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមករៀនពី Telegram ដោយសារតាមានបងប្អូនមួយចំនួនគាត់សួរខ្ញុំនៅក្នុង Facebook គាត់ comment ហើយគាត់ឆាតមកសួរថាតើ Telegram ពេលដែលយើងលេងទៅវា slow រអាក់រអួលតាក់ឬក៏ចង់យើងរៀបចំ Telegram ឲ្យស្អាតឲ្យល្អឲ្យត្រឹមត្រូវតើយើងធ្វើដូចម្ដេចអីចឹងណាហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញខ្លះធ្វើឲ្យ Telegram យើងវាដើរស្រួលឬក៏អត់សូវរអាក់រអួលអីចឹងណាហ្នឹងហើយជាដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ Telegram យើងមកនេះ Telegram យើងប្រើនេះហើយមកដល់កន្លែងនេះអ្នកទាំងអស់គ្នាចុចពាក្យថា setting ខាងក្រោមខាងស្ដាំនេះក្រោមគេនេះហ្នឹងហើយយើងចុច setting ហើយមកដល់កន្លែងនេះយើងមើលពាក្យថា data and stock នេះយើងចុចពីលើហ្នឹងមកនេះពណ៌ខៀវនេះយើងចុចពីលើហ្នឹងមកហ្នឹងអូខេហើយយើងមកដល់កន្លែងនេះយើងមើលពីលើនេះយើងមើលពីលើគេយើងឃើញ stock usage នេះយើងឃើញមានប្រហែលដូចជា 34.9 GB យើងចុចពីលើហ្នឹងមកអូខេមកដល់កន្លែងនេះយើងមិនអូតាណាទេដល់កន្លែងនេះយើងចុចពាក្យ clear entire cache នេះយើងចុចមកហើយយើង clear វាមកអូខេវានឹងបោះសម្អាតមេរោគដែលនៅក្នុង Telegram យើងហ្នឹងវានឹងបោះសម្អាតហើយយើងរងចាំវាមកសតួទេដូចជាមិនផ្លែតដែរទេហ្នឹងហើយអូខេឥឡូវនេះយើង clear ហើយយើង clear នឹងហើយពីមុនឃើញមិន34.9ធ្វើហ្នឹងហើយឥឡូវនៅសល់តែ3 GB ទេនេះអញ្ចឹងយើង back មកវិញយើងមើលបន្តទៀតយើងមើលមួយចំណុចទៀតយើងឃើញ network usage យើងចុចវាហ្នឹងមកអាក្រោម strong usage ហ្នឹងយើងចុចពីលើហ្នឹងមកនេះគឺជាទំហំដូចជាទំហំវីដេអូឬក៏រូបភាព message file ដែលយើងទុកនៅក្នុង Telegram ហ្នឹងវាអាចធ្វើឲ្យទូរស័ព្ទយើង slow ឬក៏វារអាក់រអួលអីចឹងអូខេអានេះអ្នកនរគ្នាឃើញវីដេអូនេះ7.2 GB អញ្ចឹងកន្លែងនេះទាំងអស់នេះបើយើងចង់សម្អាតវាទាំងអស់ហ្មងយើងចុច reset static នេះយើងចុចពីលើហ្នឹងមកអូខេនឹងវានឹង load មកកបែកវិញធម្មតាវិញ load មក0ធម្មតាវិញហ្នឹងហើយអ្នកនរគ្នាចេញមកក្រៅវិញទៀតមកចេញ back មកទៀតមកហើយសម្រាប់ការ clear ឬក៏សម្អាត Telegram ឲ្យស្អាតគឺមានតែប៉ុណ្្នឹងទេប៉ុន្តែនៅមានបងប្អូនយើងសួរមួយទៀតខ្ញុំបូកជាវីដេអូតែមួយនឹងតែម្ដងទៅពាក្យថា privacy and security ចុចលើនេះមកអូខេនេះគាត់សួរថាកន្លែងនេះយើងគួរដាក់ម៉េចកន្លែង phone number lesson online អីហ្នឹងយើងគួរតែដាក់ម៉េចឲ្យត្រឹមត្រូវឬក៏ឲ្យដែលចិត្តយើងចង់ដាក់ហ្នឹងហើយយើងចុចអាកន្លែង phone number នេះយើងសម្រាប់កន្លែងនេះខ្ញុំបញ្យល់មួយឲ្យអ្នកនរគ្នាស្រួលយល់អូខេកន្លែង everybody នេះបានន័យថាសំឡេងរៀងរំខានតិចហ្នឹងហើយកន្លែង everybody នេះយើងមានន័យថាពេលដែលយើងដាក់ទៅដាក់ everybody ហ្នឹងទៅលេខទូរស័ព្ទយើងគេនឹងឃើញគេហើយអ្នកណាក៏អាចឃើញបានដែរនិយាយទៅគ្រប់គ្នាគេឃើញលេខទូរស័ព្ទរបស់យើងណាហ្នឹងហើយសម្រាប់ my contact នេះមានន័យថាមានតែដែល contact ក្នុងទូរស័ព្ទរបស់យើងទេបានមើលលេខទូរស័ព្ទយើងឃើញនៅក្នុង Telegram ហ្នឹងហើយកន្លែង nobody នេះបានន័យថាឃើញតែយើងទេ
cứ đôi chỉ only chứ only chứ dân khơi ta luôn ai tệ chẳng cái lại ní nhóm còn tập vô tệ để xa tại nhóm đã nấu bát đi nhóm mặt hỏi kia khơi tệ chẳng dương chuẩn bị một bên tiền ok cái lại lesson ní đôi khi nè cứ đôi khi nè đôi nhận nè đôi nhận phone number này chẳng nàng ở khi vô mùi na các bạn này nàng ở khi chọn ở cái khơi được chọn ở trời contact bọn nàng ở khi khơi được chọn khơi được luôn ấy cứ dừng chơi vô tạm năng màu nè nấu bàn đi này nhóm vô nâng hay bắt top tiên cái lại profile photo ní bạn ấy thaรูปភាពនៅក្នុង profile របស់យើងពេលដែលគេចូលមើល profile យើងតើយើងឲ្យតែគ្រប់គ្នាមើលឬក៏contact ទំនាក់ទំនងរបស់អ្នកនរគ្នានឹងមើលឬក៏យើងមើលតែខ្លួនឯងទេនេះបើសម្រាប់ខ្ញុំដាក់ everybody ទៅហើយយើងចុចមក back ទៀតមកយើងចុច bio អ្នកនរគ្នាចង់ដាក់មួយណាក៏បានដែរនិយាយទៅវាដូចគ្នាទេអាកន្លែងកូកានេះយើងស្រួលអីទេវាដាក់អញ្ចឹងមកហ្នឹង bio នៅក្រោម profile យើងហ្នឹងហើយយើងចុច back ទៀតមកយើងចុច give app នេះអ្នកខ្លះក៏មានអ្នកខ្លះក៏មិនមានអីចឹងតាមទូរស័ព្ទអីចឹងណាហើយសម្រាប់ខ្ញុំដាក់ normally ដែរហើយ save music យើងដាក់ normally ទៅហើយ forward message អូខេ forward message នេះយើងយក forward យើងយក everybody ទៅហើយកន្លែង call នេះយើងដាក់ everybody ទៅព្រោះអីអាចនឹងមានអ្នកខ្លះគេ call មកអញ្ចឹងមានការអីចឹងហើយកន្លែង voice message នេះយក everybody ទៅហើយ invite នេះក៏ everybody ដូចគ្នាអូខេហើយសម្រាប់ការរៀបចំកន្លែង privacy នេះគឺមានតែប៉ុណ្្នឹងទេគឺអត់មានអីច្រើនទេហើយកន្លែង data setting នេះគឺអត់មានស្អីទេកន្លែងនេះគឺធម្មតាទេហ្នឹងហើយវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរហើយអ្នកនរគ្នាកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីនិងវីដេអូចំណេះដឹងចែកម្លែកបន្តិចបន្តួចសម្រាប់បងប្អូនណាដែលគាត់មិនទាន់យល់ឬក៏មិនទាន់ច្បាស់ហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណ